jangan bersusah. Mayat itu dah hilang. Sosai nanti akhirnya kini admin nom jo sai đường bài bron thốtរបស់ Indonesia ដែលទើបតែនឹងដាក់បញ្ចាំងនៅក្នុងកនចប់រួចរាល់យកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយសាររឿងមួយនេះគឺនិយាយអំពីអាគមខ្មែររបស់កុលសម្ព័ន្ធនៅក្នុងព្រៃមួយមានឈ្មោះថាមីណាហាសានអាគមខ្មែរមួយនោះគឺអាចជួយធ្វើឲ្យមនុស្សនឹងគឺស្លាប់រស់ឡើងវិញដូច្នេះបានជាមានបរិម្នាក់គាត់រៀនអាគមមួយនេះហើយគាត់បានព្យាយាមប្រើអាគមមួយនេះដើម្បីធ្វើឲ្យមនុស្សដែលគាត់ស្រឡាញ់នឹងបន្ទាប់ពីនាងស្លាប់រស់ឡើងមកវិញទោះបីជាត្រូវបានគេហាមឃាត់និងប្រាប់គាត់ថាអាគមមួយនេះមានគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏គាត់មិនបានស្ដាប់ពាក្យដាស់តឿនរបស់ចាស់ព្រឹទ្ធាចារ្យដែរដែលជាហេតុធ្វើឲ្យគាត់គឺនៅតែប្រព្រឹត្តនៅអំពើទាំងអស់នេះដដែលហើយសាច់រឿងមួយនេះគឺជាសាច់រឿងពិតប្រាកដដែលត្រូវបានគេដកស្រង់ចេញពីកុលសម្ព័ន្ធមីណាហាសាដើម្បីចង់ដឹងថាតើសាច់រឿងពិតល្អមើលយ៉ាងណាសូមទស្សនានៃការសម្រាយទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងគឺមានបរិម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដែលគាត់មានឈ្មោះថារីវ៉ាន់អូនស្រីរបស់គាត់ដែលមានឈ្មោះថាអាណូមក៏បានទៅប្រាប់អ្នកភូមិពីដំណឹងនៃការស្លាប់របស់ពុករបស់នាងដែរប៉ុន្តែដូចជាមិនមាននរណាម្នាក់មកជួយនៅក្នុងពិធីបុណ្យសពនេះទាល់តែសោះហើយលោកយាយរបស់នាងក៏បាននិយាយលួងលោមនាងប៉ុន្តែនៅពេលនោះស្រាប់តែភ្លើងក៏ចាប់ផ្ដើមមានបញ្ហាតែម្ដងពួកគេបានសម្លឹងទៅកាន់សពហើយក៏បានសម្លឹងមើលទៅមុខគ្នាហើយដៃដែលបានកាន់គ្នាយ៉ាងស្អិតរំបីមិញហ្នឹងចាប់ផ្ដើមលែងរៀងៗខ្លួនប្រហែលជាមានផែនការអាចនឹងមានអ្នករត់មុននិងអ្នករត់ក្រោយចំណែកឯលោកយាយនៅវិញចេះតែអង្គុយលេងសក់ប្រេរោគតែផ្លូវរត់តែប៉ុណ្ណោះចំណែកឯនំក៏បានយកដៃទៅទាញមើលតែរឿងក៏បានឲ្យយើងឃើញថាអ្វីដែលបានកើតឡើងនៅក្នុងភូមិមួយនេះគឺបានល្បីល្បាញខ្លាំងមែនទែននៅក្នុងប្រទេសឥណ្ឌូនេស៊ីពាក់ព័ន្ធជាមួយនឹងមន្តអាគមរបស់កុលសម្ព័ន្ធមីណាហាសានោះគឺអាចធ្វើឲ្យមនុស្សដែលបានស្លាប់ទៅហើយនឹងគឺមានជីវិតរស់ឡើងមកវិញប៉ុន្តែក៏វាមានគ្រោះថ្នាក់ខ្លាំងណាស់ដែរបើសិនអ្នកដែលធ្វើពិធីនោះខុសដំណំតែបន្តិចចំណែកឯនារីម្នាក់នេះវិញនាងមានឈ្មោះថាអាឌីឡានាងបានចូលមកក្នុងផ្ទះរបស់នាងប៉ុន្តែភ្លើងនៅក្នុងផ្ទះរបស់នាងហាក់ដូចជាត្រូវបានដាច់ពេលនោះស្រាប់តែទ្វារនឹងបង្អួចត្រូវបានបិទខ្លាំងៗដែលធ្វើឲ្យនាងក៏ចាប់ផ្ដើមព្រឺសម្បល់ប៉ុន្តែនាងបានបើកទ្វារចូលទៅក្នុងបន្ទប់របស់នាងមួយទៀតតាមពិតវាគ្រាន់តែជាការយកសពរបស់អាឌីឡាតែប៉ុណ្ណោះនៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងស្រាប់តែមានមនុស្សចុចកណ្ដឹងដូច្នេះនាងក៏បានទៅបើកទ្វារមើលនៅពេលនោះមានបរិសម្នាក់បានប្រាប់ថាតើផ្ទះនេះគឺជាផ្ទះរបស់លោកយ៉ាមីនមែនគាត់គឺជាគ្រូពេទ្យដែលព្យាបាលជំងឺឲ្យឪពុករបស់លោកយ៉ាមីនហើយអាឌីឡាក៏បានសួរថាតើលោកមកទីនេះមានការអ្វីពូម្នាក់ហ្នឹងគាត់ក៏បាននិយាយថាគាត់មកទីនេះគឺដើម្បីផ្ដល់ដំណឹងឲ្យលោកយ៉ាមីនព្រោះតែឪពុករបស់គាត់ហ្នឹងគឺនៅសល់តែដង្ហើមចុងក្រោយតែប៉ុណ្ណោះបើសិនជាលោកយ៉ាមីនចង់ជួបជាមួយនឹងឪពុករបស់គាត់ជាលើកចុងក្រោយគាត់អាចទៅមើលបានប៉ុន្តែអាឌីឡាឆ្ងល់ថាប្តីរបស់នាងគឺមិនធ្លាប់ប្រាប់អំពីរឿងនេះទាល់តែសោះដូច្នេះចាំប្តីរបស់នាងមកចាំនាងប្រាប់បន្ទាប់មកនាងក៏បានបិទទ្វារទៅប៉ុន្តែនៅពេលដែលនាងមិនទាន់បាននឹងដើរចេញផងស្រាប់តែប្តីរបស់នាងគឺបានបើកទ្វារដើរចូលមកដូច្នេះនាងក៏បានសួរថាតើបានឃើញលោកពូនៅឈុំមាត់ទ្វារអំបីមិញឬក៏អត់ប៉ុន្តែប្តីរបស់នាងបាននិយាយថាគាត់ចូលមកគឺមិនឃើញអ្នកណានោះទេព្រោះឯនាងមិនអស់ចិត្តនាងក៏បានដើរទៅបើកវាននមើលភ្លាមៗគឺពិតជាមិនបានឃើញអ្នកណាម្នាក់នៅនឹងមុខផ្ទះរបស់ពួកគេពិតមែននាងឆ្ងល់យ៉ាងខ្លាំងចឹងតែនាងនិយាយជាមួយនឹងអ្នកណាអំបញ្ញមិញបែរមកអានូមែនវិញក៏បានធ្វើការរាយការណ៍ទៅកាន់ខាងប៉ូលីសថាឪពុករបស់នាងគឺបានបាត់ខ្លួនបន្ទាប់ពីគាត់ស្លាប់ហើយរស់ឡើងមកវិញប៉ុន្តែខាងប៉ូលីសនឹងគឺត្រូវការផុសតាងគ្មានអ្នកណាម្នាក់ដែលអាចជួយបញ្ជាក់ពីការស្លាប់និងរស់ឡើងវិញរបស់គាត់បាននោះទេព្រោះអីនៅពេលនោះគឺមានតែកូនស្រីរបស់គាត់ម្នាក់តែប៉ុណ្ណោះដែលបានស្ថិតនៅក្នុងហេតុការណ៍ណាមួយខាងប៉ូលីសគឺគេមិនជឿទៅលើរឿងរ៉ាវអបិយជំនឿឡើយប៉ុន្តែលោកយាយរបស់អានូមគឺតែងតែស្ថិតនៅចិត្តនាងជានិច្ចនៅពេលដែលនាងកំពុងតែសើចសក់នៅពេលនោះក៏ស្រាប់តែនាងបានលើសំឡេងបែកកញ្ចក់ដូចជាមានគេព្យាយាមទម្លាក់ចូលមកខាងក្នុងផ្ទះរបស់នាងដូច្នេះនាងក៏បានដើរទៅមើលពេលនោះនាងបានលើសំឡេងនិយាយគ្នានៅក្នុងបន្ទប់ឪពុករបស់នាងប៉ុន្តែនៅពេលនាងបើកទ្វារចូលទៅបែរជាបានឃើញគាត់មកដេកនៅលើគ្រែធ្វើមិនដឹងទៅវិញមិនត្រឹមតែប៉ុណ្ណោះមានមនុស្សស្រីម្នាក់កំពុងតែឈរនៅជិតគាត់ថែមទៀតដូច្នេះនាងក៏បានដើរទៅមើលព្រោះចង់ដឹងថាតើមនុស្សស្រីម្នាក់នោះគឺជាអ្នកណានៅពេលដែលនាងដើរទៅជិតដល់នៅពេលនោះផ្នែកអាយ៉ាមីគាត់ក៏បានប្រាប់អំពីរឿងរ៉ាវពុករបស់គាត់នៅឯស្រុកកំណើតបន្ទាប់ពីប្រពន្ធរបស់គាត់នឹងជជែកសួរម្ដងហើយម្ដងទៀតគឺគាត់ខានទៅស្រុកកំណើតចំនួន10ឆ្នាំមកហើយប្រពន្ធរបស់គាត់ចង់ឲ្យគាត់ទៅមើលឪពុករបស់គាត់ព្រោះតែមិនចង់ឲ្យគាត់ទុកឪពុកយូរបែបនេះនោះទេប៉ុន្តែពេលនោះទូរស័ព្ទក៏បានខលមកគឺដំណឹងប្រាប់ថាឪពុករបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយលើកនេះអានុំក៏បានទៅហៅអ្នកភូមិឲ្យមកព្រោះអីនៅពេលនេះនាងជឿជាក់ថាឪពុករបស់នាងគឺពិតជាត្រូវបានស្លាប់ពិតប្រាកដមែនដូច្នេះពួកគេក៏បានមកនឹងធ្វើការលាងជុំអាសពឡាបានយល់សពឃើញថាខ្លួនឯងស្លាប់ហើយក៏ត្រូវបានគេលាងជុំអាសពនាងធ្វើឲ្យនាងភ័យយ៉ាងខ្លាំងនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់យ៉ាមីដើម្បីចូលរួមនៅក្នុងពិធីបុណ្យសពឪពុករបស់យ៉ាមីបន្ទាប់ពីទទួលដំណឹងថាគាត់ត្រូវបានចែកឋានបាត់ទៅហើយនៅពេលដែលពួកគេធ្វើដំណើរចូលមកដល់ក្នុងភូមិពួកគេក៏បានឃើញមានការ
ដង្ហែសាសពដូច្នេះយ៉ាមីក៏បានបងអង្លានឹងសួរថាអត់ទោសលោកតែនេះគឺជាសាសពរបស់លោករេវ៉ាន់មែនទេហើយលោកអ៊ំម្នាក់នោះក៏បានងក់ក្បាលដើម្បីបញ្ជាក់ថាជាសាសពរបស់លោករេវ៉ាន់បន្ទាប់មកពួកគេក៏បានបន្តដង្ហែសពនេះដើម្បីយកទៅបញ្ចុះហើយពួកគេទាំងពីរនាក់ក៏បានចុះពីឡានដើម្បីដើរតាមពីក្រោយប៉ុន្តែពេលនោះស្រាប់តែមេឈូននោះបែរជាត្រូវបានឆេះយ៉ាងចម្លែកបន្ទាប់ពីរៀបចំសាកសពរបស់លោករេវ៉ាន់រួចរាល់ហើយពួកគេក៏បានត្រឡប់មកវិញប៉ុន្តែមានបរិសម្នាក់ឆ្ងល់ថាតើលោករេវ៉ាន់ពិតជាស្លាប់មែនឬក៏អត់ព្រោះឯលោករេវ៉ាន់គឺតែងតែស្លាប់និងរស់ឡើងវិញច្រើនលើកជាច្រើនសារមិនមែនតែម្ដងនោះទេហើយលោកយូស្តាក៏បានប្រាប់ថាលើកនេះគឺគេស្លាប់ពិតប្រាកដមែនបែបមកពួកគេទាំងពីរនាក់ក៏បានចូលមកក្នុងផ្ទះវិញដែលនាងគឺជាកូនចិញ្ចឹមរបស់លោករេវ៉ាន់នាងគឺមានឈ្មោះថាអាណូមហើយសូម្បីតែយ៉ាមីនក៏គាត់មិនធ្លាប់ស្គាល់នាងដែរព្រោះឯនៅពេលដែលគាត់ទៅបាត់ហ្នឹងទើបឪពុករបស់គាត់យកនាងមកចិញ្ចឹមធ្វើជាកូនចិញ្ចឹមហើយនាងបាននិយាយអំពីប្រវត្តិរបស់នាងថាបន្ទាប់ពីលោកយាយរបស់នាងស្លាប់ទៅលោកពុករេវ៉ាន់បានចូលរួមនៅក្នុងពិធីបុណ្យសពរបស់លោកយាយនាងដែរហើយដោយសារតែគាត់ឃើញនាងគួរអាណិតរស់នៅតែម្នាក់ឯងដូច្នេះគាត់ក៏បានយកនាងធ្វើជាកូនចិញ្ចឹមរបស់គាត់តែម្ដងទៅនាងបានរស់នៅជាមួយនឹងគាត់និងបម្រើគាត់អស់រយៈពេល10ឆ្នាំមកហើយបន្ទាប់មកនាងក៏បាននាំពួកគេទាំងពីរនាក់ទៅកាន់បន្ទប់ដើម្បីសម្រាកប៉ុន្តែនៅពេលដែលកំពុងតែរងចាំរកសោចាក់ចុះទៅខាងក្នុងដែលឡាក៏បានឃើញរូបថតមួយនាងក៏បានសួរថាតើនោះគឺជាឪពុករបស់បងមែនយ៉ាមីនក៏បាននិយាយថានឹងហើយគឺជាឪពុករបស់បងធ្វើឲ្យនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែបរិសម្នាក់នឹងឯងដែលជាអ្នកទៅប្រាប់ពីដំណឹងចុងក្រោយរបស់ឪពុកយ៉ាមីនកាលពីថ្ងៃមុនប៉ុន្តែពេលនោះស្រាប់តែអានុំគឺបានមកកាត់សង្វាក់ពួកគេបានប្រកល់សោទៅឲ្យយ៉ាមីនក្នុងលក្ខណៈមួយដូចជាចង់ប៉ះដៃប៉ះជើងយ៉ាមីនធ្វើឲ្យឌីឡានឹងនាងហាក់ដូចជាមិនសូវជាទុកចិត្តកូនចិញ្ចឹមរបស់ឪពុកក្មេកនាងទាល់តែសោះប៉ុន្តែនាងនៅតែមិនអស់ចិត្តព្រោះឲ្យបរិសម្នាក់នឹងហើយដែលជាអ្នកទៅប្រាប់នាងដំណឹងចុងក្រោយរបស់ឪពុកក្មេករបស់នាងប៉ុន្តែបែរជាឪពុករបស់នាងទៅវិញនាងបានធ្វើការអះអាងយ៉ាងច្បាស់ប៉ុន្តែប្តីរបស់នាងបាននិយាយថាប្រហែលជាអូនអាចនឹងយល់សប្តិក៏ថាបានដែរប៉ុន្តែនាងនៅតែបញ្ជាក់ថានាងគឺពិតជាបានឃើញយ៉ាងច្បាស់ពិតមែនទោះបីជាយ៉ាងណាក៏ដោយក៏ប្តីរបស់នាងនៅតែមិនជឿអ្វីដែលនាងនិយាយដែរព្រោះអីមួយរយៈនេះនាងតែងតែយល់សប្តិជានិច្ចលុះពេលយប់ឡើងនៅពេលដែលពួកគេទាំងពីរអ្នកគេងលក់នឹងក៏ស្រាប់តែនៅពេលនោះនាងបានឃើញមុខរបស់ប្តីនាងប្រែក្លាយទៅជាខ្មោចប៉ុន្តែនៅពេលដែលនាងស្ទុះឡើងនឹងមើលម្ដងទៀតឃើញថាគឺជាប្តីរបស់នាងនោះទេដែលធ្វើឲ្យនាងគឺមានអារម្មណ៍តានតឹងយ៉ាងខ្លាំងតបមកនាងក៏បានលើសំឡេងដូចជាមានគេបើបង្អួចដូច្នេះនាងក៏បានដើរទៅបិទប៉ុន្តែនៅពេលដែលនាងបិទហើយនោះឌីឡាភ័យខ្លាំងមែនទែននាងក៏បានស្ទុះមកឲ្យប្តីរបស់នាងលុះដល់ពេលព្រឹកឡើងនៅពេលដែលយ៉ាមីនគាត់ឈរនៅមុខផ្ទះគាត់ក៏បាននឹកឃើញនៅសម្ដីឪពុករបស់គាត់បានប្រាប់ថាកន្លងមួយនេះគឺមិនត្រូវបើកជាដាច់ខាតលុះត្រាតែមេឃប្រែពណ៌ទើបបើកបានបើមិនដូច្នោះនោះទេរឿងរ៉ាវអាក្រក់នឹងបានកើតឡើងនៅពេលដែលគាត់ចូលត្រឡប់មកផ្ទះវិញស្រាប់តែគាត់បានឃើញថាប្រពន្ធរបស់គាត់គឺបានរៀបចំអីវ៉ាន់យ៉ាចេញពីទីនេះគាត់បានសួរថានាងចង់ទៅណានាងបានប្រាប់ថានាងមិនអាចនៅទីនេះបានទីនោះទេព្រោះមានរឿងរ៉ាវជាច្រើនគឺបានកើតឡើងចំពោះនាងប៉ុន្តែគាត់បែរជានិយាយថាគឺនាងជាអ្នកចង់មកប៉ុន្តែពេលនេះបែរជាចាស់ចេញទៅទាំងដែលពិធីបុណ្យសពឪពុករបស់គាត់មិនទាន់បានបញ្ចប់ពេលនោះស្រាប់តែកញ្ចក់ឡានខាងមុខបែរជាត្រូវបានបែកដោយសារតែមានសត្វមួយក្បាលបានហោះមកបុកធ្វើឲ្យពួកគេមិនអាចធ្វើដំណើរបាននោះទេចំណែកឯអានុម្នាក់វិញក៏បានប្រាប់ពួកគេថានៅទីនេះគឺគ្មានកន្លែងជួសជុលរថយន្តនោះទេដូច្នេះពួកគេគឺមិនទាន់អាចត្រឡប់ទៅវិញបានឡើយនាងក៏បានហៅពួកគេចូលមកខាងក្នុងវិញដើម្បីញ៉ាំអាហារពេលព្រឹកប៉ុន្តែនៅពេលដែលនាងលូកដៃទៅយកវ៉ាលីគឺនាងបានចាប់ប៉ះដៃរបស់យ៉ាមីនធ្វើឲ្យឌីឡានាងហាក់ដូចជាមានការសង្ស័យទៅលើអានូនប៉ុន្តែគឺនាងគ្រាន់តែមិនមាត់តែប៉ុណ្ណោះនៅពេលដែលអានូមយកវ៉ាលីរបស់ពួកគេយកទៅដាក់នៅក្នុងបន្ទប់វិញយ៉ាមីនក៏បាននិយាយប្រាប់អំពីប្រវត្តិនិងការងារឪពុករបស់គាត់ឪពុករបស់គាត់តាមពិតគឺជាគ្រូអាគមប្រចាំភូមិមួយនេះគាត់ជួយគ្រប់មុខទាំងអស់តែម្ដងសូម្បីតែអ្នកធ្វើស្នេហ៍ឬក៏អ្នកដែលធ្វើឲ្យប្តីនឹងត្រឡប់មកវិញឬក៏អ្នកដែលចង់មានកូនជាពិសេសគឺជាអ្នកជំនួញចង់មានចង់បានឬក៏ខ្មោចចូលអីហ្នឹងគឺគាត់ជួយបានគ្រប់មុខទាំងអស់តែម្ដងបន្ទាប់ពីបានដឹងអំពីប្រវត្តិឪពុកក្មេកឌីឡានឹងក៏លែងឆ្ងល់បន្តទៅទៀតចំណែកឯអានុម្នាក់វិញនៅពេលដែលបំរុងនឹងយកវ៉ាលីដាក់ចូលទៅក្នុងបន្ទប់គេបែរជាបានឮសំឡេងនៅក្នុងបន្ទប់ឪពុករបស់គេនៅពេលដែលចូលទៅក៏ស្រាប់តែបានឃើញថាឪពុកកំពុងតែធ្វើពិធីអ្វីមួយយ៉ាងចម្លែកទាំងដែលគាត់បានស្លាប់ទៅហើយតែការពិតគឺមិនមែនជាឪពុកនាងទេសារតែភ័យខ្លាំងពេកនាងក៏បានរត់ចុះមកដែលធ្វើឲ្យនាងរអិលដួលធ្លាក់ពីលើជណ្ដើរចុះមកធ្វើឲ្យនាងមានរបួសធ្ងន់ធ្ងរព្រាមនោះពួកគេទាំងពីរនាក់ក៏បានប្រញាប់ទៅមើលចំណែកឯឌីឡានេះវិញនាងដឹងថាផ្ទះមួយនេះច្បាស់ជាមានរឿងមិនស្រួលដូច្នេះនាងប្រាប់ប្តីរបស់នាងថានាងចង់ចាក់ចេញពីផ្ទះមួយនេះនៅក្នុងថ្ងៃនេះតែម្ដងតែយ៉ាមីនគាត់បាននិយាយថាយើងមិនគួរទុកអានោមចោលម្នាក់ឯងតែនាងកំពុងតែមានរបួសបែបនេះនោះទេពេលនោះផងដែរអានុំក៏បានភ្ញាក់ដឹងខ្លួនឡើងពេលដែលយ៉ាមីនទៅមើលនុំក៏បានស្ទុះក្រោកឡើងមកអោបយ៉ាមីនដែលធ្វើឲ្យឌីឡានឹងមើលទៅហាក់ដូចជាមិនពេញចិត្តតែសោះប៉ុន្តែនឹងគឺមិននិយាយអ្វីនោះទេនាងក៏បានដើរឡើងទៅខាងលើបាតទៅទាំងគុំហឹងនាងក៏ចាប់ផ្ដើមនឹកឃើញពីអ្វីដែលអានុំព្យាយាមធ្វើទៅលើប្តីរបស់នាងគិតថាអានុំគឺព្យាយាមតាក់ទងប្តីរបស់នាងតែម្ដងប៉ុន្តែសសរស្រាប់តែនាងបានឮសំឡេងចេញពីក្នុងបន្ទប់ឪពុកក្មេករបស់នាងដូច្នេះនាងក៏បានបើកទ្វារដើរចូលទៅមើលស្ងាត់នៅពេលដែលនាងដើរចូលទៅដល់បែរជាមិនបានឃើញអ្វីទាំងអស់
ប៉ុន្តែនៅពេលដែលនាងបានឃើញរបស់មួយចម្លែកបំរុងនឹងយកដៃទៅប៉ះប៉ុន្តែនៅពេលដែលនាងងាកមើលទៅបែរជាមិនបានឃើញអ្នកណាទាំងអស់នៅទីនេះសកភ្លើងបែរជាត្រូវបានបើកឡើងធ្វើឲ្យបេះដូងរបស់នាងស្ទើរតែលុតចេញមកក្រៅតាមពិតគឺជាយ៉ាមីនដែលជាប្តីរបស់នាងសោះបន្ទាប់មកភ្លើងបែរជាត្រូវបានដាច់វិញប៉ុន្តែពួកគេមិនខ្វល់នោះទេពួកគេគិតថាប្រហែលជាអាចមកពីអំពូលភ្លើងនឹងឯងចំណែកយ៉ាមីនព្យាយាមនិយាយលងលោមទៅកាន់ប្រពន្ធរបស់គាត់កុំឲ្យមានការយល់ច្រឡំមួយនឹងប្អូនស្រីចិញ្ចឹមរបស់គាត់មិនបានគិតអ្វីផ្លេចផ្ដាស់ជាមួយនឹងនាងនោះទេហើយគាត់ក៏ទើបតែនឹងស្គាល់នាងដែរលុះពេលដែលយ៉ាមីនគាត់ចុះមកខាងក្រោមវិញគាត់ស្រាប់តែបាត់អានុមិនដឹងជាទៅណាអ្វីដែលគាត់បានឃើញគឺអានុបានដើរចេញទៅខាងក្រៅទាំងដែលនាងកំពុងតែមានរបួសឃើញបែបនេះគាត់ក៏បានប្រញាប់ដើរចេញទៅតាមប៉ុន្តែនាងក៏ចិត្តតែដើរបាត់ទៅចេញពីកៅភ្នែករបស់គាត់ប៉ុន្តែការពិតអានុគឺនាងមិនបានចេញទៅខាងក្រៅនោះទេគឺនាងនៅក្នុងផ្ទះសោះនៅពេលដែលគាត់ដើរមកតាមនាងគាត់ក៏បានឃើញកូនផ្ទះមួយដែលឪពុករបស់គាត់តែងតែមកធ្វើពិធីនៅទីនេះឪពុករបស់គាត់ធ្លាប់ធ្វើពិធីអាគមទៅលើសត្វក្អែកខ្មៅដែលបានស្លាប់មួយក្បាលដែលគាត់បានរៀនកុលសម្ព័ន្ធមីណាហាសានហើយការធ្វើពិធីមួយនេះគឺជាការធ្វើឲ្យជីវិតដែលបានស្លាប់ទៅនឹងគឺមានជីវិតរស់ឡើងវិញហើយនៅពេលដែលគាត់ធ្វើទៅលើបាក់សីទទួលបានជោគជ័យគាត់ក៏បានទៅជីកកោះភ្នំប្រពន្ធរបស់គាត់ដើម្បីយកមកធ្វើពិធីបន្ទាប់ពីគាត់បានធ្វើការពិសោធន៍ទៅលើសត្វបានសម្រេចនៅពេលដែលកូនប្រុសរបស់គាត់សួរនាំគាត់បានប្រាប់ថាឯងកុំមាត់ច្រើនពេកព្រោះគាត់មិនចង់ឲ្យកូនប្រុសរបស់គាត់ដឹងរឿងច្រើននោះទេខ្លាចមានគ្រោះថ្នាក់ចំណែកឯគាត់គិតតែពីធ្វើពិធីមួយនេះដើម្បីជួយឲ្យប្រពន្ធរបស់គាត់នឹងគឺមានជីវិតរស់ឡើងមកវិញនៅពេលដែលគាត់ត្រឡប់មកវិញគាត់បានឃើញប្រពន្ធរបស់គាត់យករូបថតឪពុករបស់គាត់ពីដើមនឹងយកមកមើលគាត់បានប្រាប់នាងថាយកវាទៅទុកកន្លែងដើមវិញហើយមិនត្រូវចូលទៅក្នុងបន្ទប់នោះទៀតជាដាច់ខាតបន្ទាប់មកគាត់ក៏បានដើរចុះមកប៉ុន្តែនៅពេលដែលប្រពន្ធរបស់គាត់យករូបថតទៅទុកបែរជាបានឃើញប្តីរបស់ខ្លួនដើរចូលទៅក្នុងបន្ទប់ឪពុករបស់ខ្លួនទៅវិញដូច្នេះនាងក៏បានដើរចូលទៅតាមតែនៅពេលដែលនាងដើរមកតាមបែរជាបាត់មិនបានឃើញដូច្នេះនាងសង្ស័យថាគាត់នៅក្រោមគ្រែសំឡេងរបស់នាងបានស្រែករហូតធ្វើឲ្យឮទៅដល់ពួកគេដែលនៅខាងក្រោមចំណែកឯនាងឯនោះវិញនឹងគឺមានដៃខ្មៅមួយបានបោះនាងលើទៅខាងលើហើយនាងក៏បានធ្លាក់មកវិញប៉ុន្តែពេលនោះស្រាប់តែនាងបានឃើញក្រណាត់មួយដែលមានទម្រង់ជាមនុស្សក្រោកឈរឡើងនិងសម្ដៅមករកនាងភ្លាមនោះអាការៈដូចជាខ្មោចចូលក៏បានកើតឡើងមកលើនាងហើយដងខ្លួនរបស់នាងក៏បានអណ្ដែតឡើងទៅខាងលើប៉ុន្តែសំណាងល្អគឺបានពួកគេទាំងពីរអ្នកមកជួយទាន់ដូច្នេះពួកគេបានយកនាងទៅសម្រាកឆ្លៀតពេលដែលនាងសន្លប់នឹងយ៉ាមីនក៏បានអរគុណទៅដល់ប្អូនចិញ្ចឹមរបស់នាងដែលមើលថែឪពុករបស់ខ្លួនអស់រយៈពេល10ឆ្នាំជំនួសគាត់នាងពិតជាមានគុណខ្លាំងណាស់ចំពោះគាត់មិនអាចរកអ្វីមកអរគុណនាងបាននោះទេប៉ុន្តែនាងនិយាយថាមិនអីនោះទេព្រោះគាត់ក៏ជាឪពុករបស់នាងដែរបន្ទាប់មកនាងក៏បានប្រាប់គាត់ថានាងត្រូវទៅមុជទឹកហើយប៉ុន្តែអ្វីដែលចម្លែកគ្រាន់តែមុជទឹកសោះប៉ុន្តែហេតុអ្វីបានជាប្រាប់យ៉ាមីនដែរប៉ុន្តែយ៉ាមីនមិនខ្វល់នោះទេគាត់បានដើរចូលមកក្នុងបន្ទប់ឪពុករបស់គាត់ហើយគាត់បាននិយាយថាខ្ញុំគឺជាយ៉ាមីនដែលជាកូនប្រុសរបស់ពុកពេលនោះស្រាប់តែបន្ទប់មួយនេះក៏ចាប់ផ្ដើមផ្លាស់ប្ដូរគាត់បាននឹកឃើញពីសម្ដីដែលឪពុករបស់គាត់នឹងគឺធ្លាប់បានប្រាប់នៅពេលដែលគាត់នៅក្មេងឪពុកប្រាប់ថាឯងត្រូវតែចាក់ចេញឲ្យឆ្ងាយកុំត្រឡប់មកវិញជាដាច់ខាតទោះបីជាគាត់មានរឿងអ្វីកើតឡើងក៏ដោយប៉ុន្តែនៅពេលនេះគាត់បែរជាបានធ្វើខុសពីពាក្យសន្យាជាមួយនឹងឪពុករបស់គាត់គឺគាត់បានត្រឡប់មកវិញដែលជាហេតុធ្វើឲ្យប្រពន្ធរបស់គាត់នឹងមានរឿងរ៉ាវអាក្រក់កើតឡើងគាត់ក៏បានធ្វើការសុំអង្វរថាសុំកុំធ្វើបាបប្រពន្ធរបស់គាត់អីចង់មករកគាត់ទៅចោះតមកយើងក៏បានឃើញអានុំចូលទៅមួយទឹកហើយយ៉ាមីនក៏បានចូលទៅពីក្រោយប្រហែលជាគាត់ចូលទៅដើម្បីដោះក្អែសងគុណការជួយមើលឪពុករបស់គាត់នឹងឯងតពីមួយទឹករួចអានុំក៏បានចូលមកគេហើយនាងមានអារម្មណ៍ថាមានអ្វីចម្លែកនៅលើគ្រែរបស់នាងប៉ុន្តែនាងព្យាយាមអត់ធ្មត់ហើយក៏បានទាញភុយនោះមកដណ្ដប់តែម្ដងហើយនាងក៏បានសង្ងំមួយសន្ទុះរហូតធ្វើឲ្យបែកញើសជោគបន្ទាប់ពីស្ងប់ស្ងាត់ទៅវិញនាងក៏បានលួចបង្ហើបភុយម្ដងបន្តិចមើលតាមពិតវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះបន្ទាប់មកនាងក៏បានព្យាយាមសម្រួលអារម្មណ៍និងគេងវិញលុះដល់ព្រឹកឡើងយ៉ាមីនក៏បានមកមើលប្រពន្ធរបស់គាត់ចង់ដឹងថាតើនាងបានគ្រាន់បើឡើងវិញឬនៅចំណែកឯឌីឡាណាវិញគឺនាងមិនដឹងថាតើអ្វីដែលបានកាត់ឡើងវាជាការពិតឬគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះហើយយ៉ាមីនក៏បានប្រាប់ថានាងគ្រាន់តែយល់សប្តិនោះទេតែមកអានុម្នាក់វិញគឺនាងបានដាក់ទៅនៅរុក្ខជាតិម្យ៉ាងចូលទៅក្នុងតែរបស់ពួកគេទាំងពីរនាក់ដើម្បីឲ្យពួកគេផឹកពេលនេះនាងក៏បាននិយាយអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងបន្ទប់ទឹកជាមួយនឹងយ៉ាមីនប៉ុន្តែយ៉ាមីនគាត់ហាក់ដូចជាមិនដឹងរឿងអ្វីនោះទេគាត់បានធ្វើមុខលេលើធ្វើនាងខឹងខ្លាំងមែនទែនហើយបានជាគេធ្វើឲ្យមិនព្រមទទួលខុសត្រូវបែបនេះហើយនាងក៏បានដើរចេញបាត់ទៅចំណែកឯរឿងរ៉ាវទាំងអស់នេះឌីឡាក៏បានលួចស្ដាប់ឮបន្ទាប់មកឌីឡាក៏បានចេញមកខាងក្រៅដោយសារតែមានគេហៅគឺជាជាងឡានដែលបានយកឡានឪពុកក្មេករបស់នាងយកទៅធ្វើនឹងឯងប៉ុន្តែនាងប្រាប់ថាឪពុករបស់នាងស្លាប់បាត់ហើយគាត់មិនបានយកឡានទៅធ្វើនោះទេប៉ុន្តែជាងឡានម្នាក់នឹងបានបញ្ជាក់យ៉ាងច្បាស់ថាកាលពីថ្ងៃមុនហ្នឹងគឺឪពុករបស់នាងបានយកឡានទៅធ្វើព្រមទាំងបានផ្ដាំផ្ញើឲ្យគាត់ជួយទិញទឹកឃ្មុំមួយកាដុងឲ្យគាត់ថែមទៀត
ប៉ុន្តែនាងបានបដិសេធដដែលថាឪពុករបស់នាងគឺបានស្លាប់តាំងពី2ថ្ងៃមុនមកម្លេះហើយនៅពេលនោះពួកគេក៏បានឃើញគាត់បានអណ្ដែតឡើងតែម្ដងចំណែកឯយ៉ាមីនគាត់ព្យាយាមរត់មកតាមអានុំដើម្បីនិយាយគ្នាឲ្យបានដឹងរឿងច្បាស់លាស់ប៉ុន្តែនៅពេលនោះយូស្តាជាមួយនឹងកូនចៅរបស់គាត់បានដើរមកដូច្នេះពួកគេក៏បានសួរទៅកាន់យ៉ាមីនថាតើចូលមកក្នុងព្រៃនេះរកអ្វីយ៉ាមីនគេបានប្រាប់ថាគេមកតាមអានុំហើយអានុំគឺមករកលោកយាយម្នាក់ដែលមានឈ្មោះថាម៉ាលីចាចំណែកឯអានុំនាងកំពុងតែត្រូវបានខ្មោចបន្លំខ្លួនធ្វើជាយ៉ាមីននឹងធ្វើការវាយប្រហារទៅលើនាងប៉ុន្តែនាងព្យាយាមធ្វើការរើបំរាស់ហើយនាងក៏បានព្យាយាមរត់គេចខ្លួនតែម្ដងបែរមកយ៉ាមីននៅវិញគាត់បានស្ដាប់សម្ដីរបស់លោកយូស្តានឹងប្រាប់ថានៅទីនេះគឺគ្មានផ្ទះរបស់លោកយាយដែលមានឈ្មោះថាម៉ាលីចានឹងទេគឺមានតែលោកយាយម្នាក់ដែលនៅភូមិជាប់នេះគឺគាត់មានឈ្មោះថាអាំបាយូសាលីចាប៉ុន្តែលោកយាយម្នាក់នោះគឺគាត់បានស្លាប់តាំងពីយូរណាស់មកហើយចំណែកឯឌីឡានៅវិញគឺត្រូវបានជាងឡាននឹងគឺនាំនាងរត់ចាក់ចេញពីទីនេះទៅរកលោកពូរបស់គាត់ព្រោះលោកពូរបស់គាត់ក៏ចេះអ្នកគុំដើម្បីអាចការពារពួកគេបានដែរប៉ុន្តែធ្វើដំណើរមិនទាន់ដល់ផងក៏ត្រូវបានជួបជាមួយនឹងគ្រោះថ្នាក់តាមផ្លូវដូច្នេះឌីឡានាងក៏បានរត់ត្រឡប់មកផ្ទះវិញតែនៅពេលដែលនាងរត់ចូលមកផ្ទះវិញនាងមានអារម្មណ៍ថាដូចជាមានចំហាយវែងយ៉ាងប៉ះទៅលើខ្លួនរបស់នាងរហូតពេលដែលអានុំនាងក៏បានឃើញលោកយាយរបស់នាងបង្ហាញខ្លួនឲ្យនាងបានឃើញផងដែរតាមពិតលោកយាយរបស់អានុំគឺបានស្លាប់បាត់បង់ជីវិតតាំងពីនាងនៅតូចមកម្ល៉េះចំណែកឯឌីឡានៅពេលដែលនាងបានលើសំឡេងពួកគេនឹងគឺនាងបានចូលមកខាងក្នុងនាងក៏បានឃើញប្តីរបស់នាងជាមួយនឹងអានុំកំពុងតែមានអីជាមួយនឹងគ្នាដែលធ្វើឲ្យនាងគឺពិតជាមានកំហឹងយ៉ាងខ្លាំងប៉ុន្តែការពិតគ្រាន់តែជារូបភាពបន្លំភ្នែកតែប៉ុណ្ណោះអានុំកំពុងតែត្រូវបានវិញ្ញាណខ្មោចនោះព្យាយាមសម្លាប់នាងហើយមកយ៉ាមីននៅវិញបន្ទាប់ពីបានស្ដាប់សម្ដីរបស់លោកពូយូស្តាថាផ្ទះមួយនេះគឺជាប្រភពនៃវិញ្ញាណខ្មោចដូច្នេះពួកគេត្រូវតែចាក់ចេញពីទីនេះប៉ុន្តែបើជាត្រូវបានប្រពន្ធរបស់នាងខឹងយ៉ាងខ្លាំងព្រោះតែនាងបានឃើញប្តីរបស់នាងកំពុងតែមានអីជាមួយនឹងអានុំគឺនាងមិនព្រមស្ដាប់គាត់នោះទេធ្វើឲ្យគាត់នឹងមិនអាចទប់កំហឹងបានក៏បានទះនាងមួយដៃតែម្ដងផ្ទុយទៅវិញនាងកាន់តែខឹងគាត់លើដើមព្រោះនាងគិតថាប្រវាយនាងដោយសារតែមនុស្សស្រីម្នាក់នោះដែលធ្វើនាងជ្រុលដៃរហូតរុញគាត់ធ្លាក់ពីលើផ្ទះដូច្នេះការប៉ុនប៉ងយកពួកគេចេញពីផ្ទះមួយនេះគឺមិនបានសម្រេចនោះទេមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានមកធ្វើការវាយប្រហារទៅលើអានុំថែមទៀតព្រោះនាងគិតថាអានុំនឹងគឺជាមនុស្សស្រីដែលលួចប្តីរបស់នាងបន្ទាប់មកនាងក៏បានយកអានុំចេញមកខាងក្រៅនិងយកនាងដាក់ទៅលើរទេះអូសចូលមកកាន់ផ្ទះតូចដែលនៅខាងក្រោយវិញមិនត្រឹមតែប៉ុណ្ណោះនាងក៏បានក្រឡេកឃើញនៅព្រេងនៅទីនេះទៀតដូច្នេះនាងក៏បានយកព្រេងនោះយកមកចាក់ដើម្បីបំរុងនិងដុតសម្លាប់អានុំចោលតែម្ដងតែត្រូវបានយ៉ាមីនមកដល់ទាន់គាត់ក៏បានវាយភ្លើងនោះទម្លាក់ពីដៃបន្ទាប់មកក្រឡដែលឪពុករបស់យ៉ាមីនប្រាប់កុំឲ្យយ៉ាមីនបើកបើសិនជាមិនទាន់ដល់ពេលនោះវាបែរជាមានមនុស្សក្រោកចេញមកឃើញបែបនេះឌីឡាបានយកកាំបិតដើម្បីការពារខ្លួនប៉ុន្តែបែរជាត្រូវបានកាប់ចំប្តីខ្លួនឯងព្រមទាំងខ្លួនឯងដួលប៉ះចំកាំបិតនោះថែមទៀតពេលនោះនាងក៏បានព្យាយាមវាចាក់ចេញពីទីនេះដើម្បីទៅរកអ្នកជួយបន្ទាប់មកសាច់រឿងក៏បានកាត់មកថយក្រោយបន្តិចគឺនៅក្នុងអំឡុងឆ្នាំ2004នៅពេលដែលអានុំនៅតូចនាងបានឃើញថាលោករេវ៉ាន់មកសុំឲ្យលោកយាយរបស់នាងដែលជាគ្រូអាគមម្នាក់ជួយធ្វើឲ្យប្រពន្ធរបស់គាត់មានជីវិតរស់ឡើងមកវិញដោយពឹងទៅលើគម្ពីរនៃកុលសម្ព័ន្ធមីណាហាសាដែលលោកយាយរបស់នាងមានតែមិនទទួលបានការយល់ព្រមនោះទេលុះដល់ឆ្នាំ2025គាត់ក៏បានមករកលោកយាយរបស់អានុំម្ដងទៀតតែលោកយាយរបស់អានុំក៏នៅតែធ្វើការបដិសេធដដែលដោយសារតែការធ្វើពិធីមួយនេះគឺវាអាចនឹងមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាគាត់មានចិត្តអន្ទះសារទាំងដែលមិនទាន់ផ្លាស់ប្ដូរពណ៌ដូច្នេះគឺមិនអាចធ្វើអ្វីបាននោះទេលុះដល់ឆ្នាំ2006លោករេវ៉ាន់ក៏បានមករកលោកយាយម្ដងទៀតព្រោះឯនៅពេលនេះគាត់បានរៀនចេះនៅវិជ្ជាគមជាច្រើនឆ្នេះគាត់សង្ឃឹមថាលោកយាយនឹងជួយទៅដល់គាត់ហើយលោកយាយក៏បានដកនៅគម្ពីរប្រចាំកុលសម្ព័ន្ធរបស់គាត់នឹងឲ្យទៅកាន់រេវ៉ាន់បានឃើញវាគឺជាគម្ពីរដែលជួយឲ្យមនុស្សនឹងគឺមានជីវិតរស់ឡើងមកវិញតែគាត់មិនទាន់ប្រគល់គម្ពីរមួយនេះឲ្យទៅកាន់រេវ៉ាន់នោះទេព្រោះរេវ៉ាន់គឺមិនទាន់ធ្វើគ្រប់លក្ខខណ្ឌនៃការសន្យាគ្នានៅឡើយប៉ុន្តែរេវ៉ាន់គឺមិនខ្វល់ឡើយក៏បានសម្លាប់លោកយាយដើម្បីប្លន់យកគម្ពីរមួយនេះតែម្ដងណៃឯអានុំដែលជាចៅស្រីរបស់គាត់គឺត្រូវបានលោកយាយផ្ដាំថាត្រូវតែទៅយកគម្ពីររបស់កុលសម្ព័ន្ធរបស់ពួកគេត្រឡប់មកវិញព្រោះឯបណ្ដាសាគឺនៅក្នុងនោះបន្ទាប់មកគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅបន្ទាប់មកអានុំក៏បានមករស់នៅជាមួយនឹងរេវ៉ាន់ក្នុងនាមជាកូនចិញ្ចឹមហើយវិជាដែលលោកយាយរបស់នាងបានបង្រៀននាងនៅពេលដែលគាត់នៅរស់នឹងនាងក៏បានយកវាមកប្រើជាមួយនឹងឪពុកចិញ្ចឹមរបស់នាងដើម្បីសងសឹកឲ្យលោកយាយព្រមទាំងយកគម្ពីរត្រឡប់ទៅវិញផងដែរនាងតែងតែលាយទឹករុក្ខជាតិជាមួយនឹងទឹកភេសជ្ជៈឲ្យរេវ៉ាន់ផឹករាល់ថ្ងៃដើម្បីធ្វើឲ្យគាត់នឹងគឺឆាប់ស្លាប់បាត់បង់ជីវិតទោះបីជាគាត់មានវិជ្ជាគុំខ្លាំងពូកែយ៉ាងណាក៏ដោយប៉ុន្តែនៅថ្ងៃមួយរេវ៉ាន់ក៏បានធ្វើការរំលោភទៅលើនាងដូច្នេះមានន័យថារេវ៉ាន់មិនបានចាប់ទុកនាងជាកូនចិញ្ចឹមនោះទេបន្ទាប់ពីរឿងរ៉ាវទាំងអស់ត្រូវបានចប់ទៅและបានរាយការណ៍រឿងរ៉ាវទាំងអស់បានកាត់ឡើងទៅខាងក្រុមជួយសង្គ្រោះអំពីការបាត់ប្តីរបស់នាងតែនៅក្នុងរូបថតដែលនាងបានអះអាងថាមានប្តីរបស់នាងថតជាមួយនឹងនាងគឺបែរជាមិនមានគាត់នោះទេមាននាងតែម្នាក់ឯងខ្ញុំពួកគេបានណែនាំឲ្យនាងទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យផ្លូវចិត្តឲ្យនាងមិនត្រឹមតែប៉ុណ្ណោះពួកគេបានរកឃើញថានាងគឺមិនទាន់រៀបការនៅឡើយនោះទេបើតាមឯកសារពួកគេបានចែកជាមួយនឹងប្រវត្តិរូបរបស់នាងប៉ុន្តែទោះបីជានាងព្យាយាមអះអាងថាចិញ្ចៀននេះប្តីនាងឲ្យយ៉ាងណាក៏ដោយក៏គ្មានអ្នកណាម្នាក់ជឿនាងដែរដោយសារតែរូបថតគឺនាងថតតែម្នាក់ឯងតែប៉ុណ្ណោះលុះពេលពួកគេទៅបាត់ទៅយប់ឡើងក៏ស្រាប់តែនាងបានឃើញថាមានមនុស្សម្នាក់
បានយកកេះមួយយកមកផ្ញើឲ្យនាងទៀតដែលនាងមិនដឹងថាជាអ្នកណានោះទេតែនៅពេលដែលនាងយកមកបើកទៅគឺជាគម្ពីរដែលពុកក្មេងរបស់នាងគឺបានលួចយកទៅនឹងឯងដោយសារតែពួកគេត្រូវបណ្ដាសានៃគម្ពីរមួយនេះដូច្នេះគ្រួសារប្តីរបស់នាងទាំងអស់គឺត្រូវបានបាត់ខ្លួនចេញពីផែនដីតែម្ដងហើយមូលហេតុដែលគម្ពីរមួយនេះត្រូវបានផ្ញើមកឲ្យនាងគឺដោយសារតែពួកគេបានជ្រើសរើសយកនាងធ្វើជាអ្នកស្នងនៃអាគមនៃកុលសម្ព័ន្ធម៉ាណាហាសាន